Ok, đây chúng ta mình hãy đi đọc liên tiếp để cho chúng mình lên mình được cúm để sáng tiền ta lên mình ăn cúm sáng tiền nhưng mà tao mình liền giờ mình hạt một tiền cho nên mình sáng kiếm với thôi dương miền LP coi spike cùng pi dương bộ chúng mùi năng lên mình ăn cúm dương đại đại được ba bộ dương năng cứ giờ hàng tập bị chơi chúng mình cũng phải được bộ cho đây x cho đây x dùng rồi map ban x lên spike cùng pi được coi x spike cùng piនេះជាក្បួនមេរៀនរបស់យើងអញ្ចឹងថ្ងៃនេះយើងយកអានឹងសិក្សាជាមួយនឹងមេរៀនយើងដែលតើតជាមួយនឹងចលនាហិកបែបហ្នឹងអញ្ចឹងថាយើងមានលំហាត់ពីចំណុច1ដែលគេមានកខគួគួងួចឆហើយនឹងចៅគេមានលំហាត់6 7លំហាត់ឲ្យយើងឧទាហរណ៍គេឲ្យយើងតម្លៃនៃអាគប់គេថាស្មើប្រមាណហើយគេឲ្យយើងគួរឲ្យស្មើប្រមាណហើយគេឲ្យយើងលេសឲ្យស្មើប្រមាណហើយនឹងគេឲ្យយើង answer អញ្ចឹងគេឲ្យយើង answer ស្មើប្រមាណហើយនឹង fast ហើយនឹង hash ហើយជាមួយនឹង គប់ហើយជាមួយនឹង គប់យើងមាន b អញ្ចឹងជាមួយនឹងដងស៊ីតេ គប់មួយទៀតហើយលក្ខណៈវាមានលក្ខណៈដៃស្មើប្រមាណអញ្ចឹង គប់យើងស្មើជាមួយប៉ុន្មានអញ្ចឹង គប់យើងស្មើជាមួយនឹង b គប់បូកជាមួយនឹង គប់ស្មើជាមួយតម្លៃ bx អញ្ចឹងតម្លៃយើងស្មើប៉ុណ្ណឹងអញ្ចឹងនេះហៅថា limit នៃអនុគមដល់សន្ទុះនៃ asset ឬក៏យើងហៅថា vector នៃសន្ទុះអូខេបើយើងអត់ទាន់យល់ច្បាស់ទេយើងអាចអនុវត្តទៅលើលំហាត់នឹងលេខមួយក៏បានដែរអញ្ចឹង គួរអញ្ចឹង គួរស្មើប្រមាណអញ្ចឹង គួរគឺស្មើនឹង គុណនឹង គុណនឹង ស្មើនឹងគេ គួរអញ្ចឹងចំណុចបានប៉ុណ្ណឹងដល់បើ les គឺ អាសន្និដ្ឋាននៃ បូក បូក គួរអញ្ចឹងចំណុចបានប៉ុណ្ណឹងចំណែក answer គឺ ស្មើជាមួយនឹង 3.16 ចែកឲ្យ 3.14 ន័យថាឃើញ ចុចពី upfront របស់16អញ្ចឹងយើងបាន social media បានប៉ុណ្ណឹងអញ្ចឹងមើលលំហាត់បន្តទៀតដោយ hash គឺស្មើជាមួយនឹង ចែកជាមួយនឹង implies គប់ដែលយើងបានចំណយប៉ុណ្ណឹងអញ្ចឹង polate ny ស្មើប្រមាណអញ្ចឹង polate y គឺស្មើជាមួយនឹងប្រភេទ social media x b បូក ស្មើជាមួយនឹងតម្លៃ bx ចែកជាមួយតម្លៃ bx ស្មើជាមួយដក1ជាតម្លៃនៃ mechanic ឬក៏ full អូខេអញ្ចឹងរបៀបលើគណនាប្រភេទមេរៀនថ្នាក់ទី10យើងចុងក្រោយនេះគឺយើងបានបកស្រាយអស់ហើយនៅលំហាត់ទី5ឬក៏ចំណោទលំហាត់ហ្នឹងគឺយើងមិនបាច់បកស្រាយគឺយើងដឹងដែរព្រោះវាជាក្បួននៃរំលឹកមេរៀនទេអញ្ចឹងយើងបានបកស្រាយលំហាត់ថ្នាក់ទី10យើងអស់ហើយគឺយើងបន្តថ្នាក់ទី11នៅវីដេអូខាងក្រោយទៀតអូខេ thank you social media Tuesday and Mondays